នេះជាកម្មវិធីផ្សាយវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះជាកម្មវិធីផ្សាយវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីបងប្អូនជនរួមជាតិជាទីគោរពរាប់អាននាពេលនេះបងប្អូនជនរួមជាតិកំពុងស្ដាប់ការផ្សាយប្រចាំថ្ងៃរបស់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីដែលផ្សាយចេញពីអន្តបបុរីទឹកដីមហានគរតាមរយៈប្រព័ន្ធអ៊ីនធឺណិត www.kmnm.radio.org វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីជាសំឡេងខ្មែរអ្នកប្រជាធិបតេយ្យសេរីសាធារណរដ្ឋនិយមដែលផ្សព្វផ្សាយក្រោមគោលនយោបាយនៃចលនាខ្មែរអ្នកប្រជាធិបតេយ្យដើម្បីពង្រឹងភាពជាម្ចាស់ប្រទេសនិងជាម្ចាស់វាសនាជាតិវិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីដែលជាសំឡេងខ្មែរអ្នកប្រជាធិបតេយ្យធ្វើសកម្មភាពក្នុងទិសដៅទាមទារឲ្យមានការគោរពសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991និងច្បាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដើម្បីផ្លាស់ប្តូររបបផ្លាស់ប្តូរនយោបាយនិងផ្លាស់ប្តូរមេដឹកនាំលិខិតអញ្ជើញចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីដែលមានទីតាំងនៅទីក្រុងមែលប៊នរដ្ឋវិកតូរីយ៉ាប្រទេសអូស្ត្រាលីសូមគោរពអញ្ជើញបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានជាតិអន្តរជាតិមកសួរដេញដោលនិងស្ដាប់ការពន្យល់បកស្រាយរបស់លោកនួនសារាយប្រធានចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីស្ដីពីការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC និងមានមេធាវីលោក William Briggs Christian Philip ដែលបានដាក់ពាក្យកាលពីថ្ងៃទី22ខែមិថុនាឆ្នាំ2012កន្លងទៅនេះពេលវេលានិងទីកន្លែងថ្ងៃអាទិត្យទី12ខែឧសភាឆ្នាំ2013វេលាម៉ោង12ថ្ងៃត្រង់ដល់ម៉ោង3រសៀលម៉ោងនៅប្រទេសអូស្ត្រាលីទីកន្លែងទីក្រុងមែលប៊នរដ្ឋវិកតូរីយ៉ាប្រទេសអូស្ត្រាលីទំនាក់ទំនងលោកនួនសារាយទូរស័ព្ទលេខ047 នេះជាវេទិកាសំណួរចម្លើយដល់បងប្អូនជនរួមជាតិក៏ដូចជាអ្នកសារព័ត៌មានជាតិអន្តរជាតិអាចសួរដេញដោលពីការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC និងបេសកកម្មដើម្បីទាមទារឲ្យមានការគោរពសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991សូមអរគុណយប់ងាត់ខ្យល់ផាត់មកពីជើងភ្នំផាត់ក្លិនតាខ្ញុំតតំដួងចិត្តបងព្រាហើយនឹកត្រនំអាឡំពុំងាររាល់ពេលវេលាគ្រប់គ្រាមានហើយពេលបងឃ្លាតទៅសល់នៅតែក្លិនចរណៃរៀមពេញតម៉ៃអាឡៃក្លិនហំម្លេះទេបងជាយុទ្ធជនមានចិត្តវាទេស្មង្តាពីថែដៃខ្មែរឲ្យគង់អោដងបុកថាមានលះព្រៀមខានយល់ទាំងលួនល្អតែបានវាសនាចាឲ្យបងលួនល្អជាគូសង្សារព្រះច័ន្ទគរំស្លាំព្រោះតែស្រីផិនក្បត់តែស្ដេចជុំមិនទាត់ច្បាំងព្រោះតែរឿងស្នេហាតែចំណែកខ្ញុំ
ច្បាំងព្រោះរដ្ឋាជាបុត្រខែមរាជាមស្នេហាជាតិខ្យល់ផាត់មកពីជើងភ្នំផាត់លិនតាខ្ញុំសោះដំដួងចិត្តបំព្រាហើយនឹកស្រណំអាឡំគុំងាររាល់ពេលនេះភ្នំព្រាមានហើយពេលបងឃ្លាតទៅសល់នៅតែក្លិនចរណៃរៀមលេងត្រមៃអាយក្លិនមកម្លែងទេបងជាយុទ្ធយុទ្ធមានចិត្តវាជេមង្ខាពីថែដីខ្មែរឲ្យគង់អោដងបុព្វាមានលះរៀមខានយល់ទាំងលួនឡតែបានវាថាចាឲ្យបងយល់ឡងជាผู้ต้องការព្រះច័ន្ទគោរពស្លាំពួរតែត្រីបាត់ស្បត់តែស្ដេចព្រមបទច្បាស់ពួរតែរឿងស្នេហាតែចំណែកខ្ញុំច្បាស់ព្រោះរដ្ឋាជាបុត្រខែមរាជាមស្នេហាចា៎នាងខ្ញុំរតនិរដីសូមស្វាគមន៍អស់លោកអ្នកនាងកញ្ញាមិត្តអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីគោរពរាប់អានបាទខ្ញុំបាទសុរតនាសូមជម្រាបសួរបងប្អូនជនរួមជាតិនិងអស់លោកអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីមេត្រីចា៎នាងខ្ញុំសំចរិយាក៏សូមជម្រាបសួរបងប្អូនជនរួមជាតិនិងអស់លោកអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ថ្ងៃព្រះហស្ថ7រោចខែចែកឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2556ដែលត្រូវនឹងថ្ងៃទី2ខែឧសភា គ្រិស្តសករាជ2013នឹងកម្មវិធីបន្ទាប់លោកអ្នកនាងនឹងបានស្ដាប់លោកហេងវីរៈធ្វើការអត្ថាធិប្បាយពីឯកសារប្រវត្តិសាស្ត្រខ្មែរសម័យឧត្តមមកជូនលោកអ្នកនាងស្ដាប់ភាគទី2និងមានកម្មវិធីជាច្រើនទៀតអមដោយបទចម្រៀងស្នេហាជាតិបងប្អូនជនរួមជាតិនិងអស់លោកអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីទាំងអស់ជាទីមេត្រីបងប្អូនជនរួមជាតិអាចចូលទៅកាន់គេហទំព័ររបស់ខ្មែរមហានគរប្រជាធិបតេយ្យសេរីបានជាដំបូងសូមលោកអ្នកបើកកុំព្យូទ័ររួចហើយវាយអក្សរ www.kmnradio.org ម្ដងទៀត www.kmnradio.org
moradi.org ជាអក្សរតូចទាំងអស់ពេលនោះលោកអ្នកនឹងបានចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំដែលកំពុងស្ថាបនាសូមអរគុណទៅទៀតនេះសូមលោកអ្នកនាងស្ដាប់ព័ត៌មានពិស្ដាពលរដ្ឋនៅភូមិស្រអែមឃុំកទួតស្រុកជាំខ្សានខេត្តព្រះវិហារជាង20នាក់តំណាងឲ្យពលរដ្ឋ80គ្រួសារបានធ្វើដំណើរមកទីក្រុងភ្នំពេញដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍សារជាថ្មីម្ដងទៀតនៅខុទ្ទកាល័យរបស់លោកហ៊ុនសែននៅព្រឹកថ្ងៃប្រហោះនេះក្នុងពាក្យបណ្ដឹងសុំអន្តរាគមន៍ដែលដាក់ជូនខុទ្ទកាល័យលោកបានស្នើសុំឲ្យជួយធ្វើអន្តរាគមន៍ផ្ដល់យុត្តិធម៌ដល់ពលរដ្ឋចំនួន80គ្រួសារដែលត្រូវលោកប៉ែនលឹមហៅសឈុនលឹមប្រធានអង្គការ VAA ឆបោកដោយយកដីសម្បទានសង្គមគិច្ចមកលក់ឲ្យដោយសន្យាបើប្រជាពលរដ្ឋណាទិញដីចំនួន1ឡូនឹងចែកជូនដីបង្កបង្កើតផលចំនួន2ទៅ3ហិកក្នុងលិខិតស្នើសុំអន្តរាគមន៍ដាច់ដោយឡែកមួយទៀតប្រជាពលរដ្ឋបានស្នើសុំរដ្ឋាភិបាលខ្មែរជួយធ្វើអន្តរាគមន៍ទៅអាជ្ញាធរខេត្តព្រះវិហារបញ្ឈប់ការឈូសឆាយដីស្រែចម្ការដោយលោកប៉ែនលឹមហៅសឈុនលឹមដែលបានដឹកនាំកងកម្លាំងប្រដាប់អាវុធរំលោភយកដី345ហិកតានិងបំផ្លិចបំផ្លាញផលដំណាំនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលមានចំនួន80គ្រួសារនោះសូមបញ្ជាក់ថាអង្គការ VAA បានទទួលដីសម្បទានសង្គមគិច្ចរបស់រដ្ឋាភិបាល556ហិកតាកាលពីឆ្នាំ2007ទៅចែកជូនពលរដ្ឋក្រីក្រក៏ប៉ុន្តែបែរជាយកដីលក់ជន់គ្នាទៅវិញទើបបានបង្កឲ្យមានចំនួនរហូតមកទល់សប្តាហ៍នេះហើយនេះជាលើកទី4ហើយប្រជាពលរដ្ឋឡើងមកតវ៉ានៅទីក្រុងភ្នំពេញដើម្បីសុំលោកហ៊ុនសែនជួយធ្វើអន្តរាគមន៍ពេលនេះអាជ្ញាធរខេត្តបានកោះហៅឲ្យពលរដ្ឋទាំង80គ្រួសារដើម្បីចូលខ្លួនទៅបំភ្លឺនៅសាលាខេត្តព្រះវិហារថ្ងៃស្អែកនេះនៅវេលាម៉ោង 2 រសៀលពលរដ្ឋធ្វើដំណើរទៅមិនទាន់ទេអាជ្ញាធរមិនអាចដោះស្រាយឲ្យពួកគាត់បានឡើយពួកគាត់បានបន្តថាប្រសិនជាថ្ងៃស្អែកអាជ្ញាធរខេត្តមិនរកដំណោះស្រាយជូនពួកគាត់ទេឬក៏សំណងសមរម្យគាត់នឹងត្រឡប់មកទីក្រុងភ្នំពេញវិញម្ដងទៀតតើលទ្ធផលនៃការដាក់ពាក្យបណ្ដឹងហ្នឹងបានទទួលលទ្ធផលយ៉ាងណាដែរទេតាំងពីដាក់ពាក្យបណ្ដឹងមកមានរយៈពេល3ឆ្នាំហើយអត់ទាន់មានទទួលលទ្ធផលអីទេចាំពីព្រឹកមិញទទួលលទ្ធផលថាខែគេឲ្យអញ្ជើញទៅវិញគេនឹងដោះស្រាយជូនស្អែកម៉ោង 2 កន្លះចូលប្រជុំនៅសាលាខេត្តព្រះវិហារចាហ្នឹងហើយប៉ុន្តែមិនដឹងថាគេសន្យានេះយ៉ាងម៉េចទេនឹងអត់ដឹងដែរប៉ុន្តែលោកស្រីអញ្ជើញមកហ្នឹងមានបានដាក់ពាក្យបណ្ដឹងទៅក្រសួងស្ថាប័នណាទេដែលឡើងមកភ្នំពេញនេះណាអត់បានដាក់ទេដោយសារពាក្យបណ្ដឹងនេះខ្ញុំដាក់គ្រប់ស្ថាប័នតាំងពីយូរហើយមកអញ្ចឹងពាក្យបណ្ដឹងចាស់តែហ្នឹងពាក្យបណ្ដឹងចាស់ខុទ្ទកាល័យគេបានសញ្ញាឲ្យ2ដងរួចទៅហើយចាហើយលើកនេះទៀតគេចាស់ឲ្យនេះជាលើកទី3ហើយប៉ុន្តែលោកស្រីមើលទៅសង្ឃឹមប្រហែលជាប្រមាណភាគរយដែរដែលខាងអាជ្ញាធរខេត្តអញ្ជើញក៏ហៅប្រជាពលរដ្ឋឲ្យទៅជួបនៅថ្ងៃស្អែកបើសម្រាប់ខ្ញុំឯងបើសិនណាជាខ្ញុំសង្ឃឹមវិញសឹងតែ30%ក៏មានដែរឥឡូវហ្នឹងបើខ្ញុំសង្ឃឹមណាប៉ុន្តែខ្ញុំសង្ឃឹមមួយទៀតសង្ឃឹមថាខ្ញុំនឹងសន្យាជាមួយខុទ្ទកាល័យថាបើរាល់ពេលដោះស្រាយនឹងយុត្តិធម៌ខ្ញុំនឹងឡើងមកវិញទៀតខ្ញុំអត់ដូចតែទេចេញពីសាលាខេត្តគឺខ្ញុំមកនេះវិញខ្ញុំមកកន្លែងមុខផ្ទះសម្ដេចវិញហើយគេក៏បានយល់ព្រមអញ្ចឹងត្រឡប់ទៅខេត្តដែរទៅនេះអត់ទាន់ទៅដល់ស្អែកទេនៅសម្រាប់នឹងខេត្តដើម្បីម៉ោង 2ចូលប្រជុំឲ្យតន់គេណាត់ទៀតគេថាស្មាចូលប្រជុំម៉ោង 2អត់តន់កុំថាគេមិនបានដោះស្រាយជូនអញ្ចឹងដូចជាថាវាកាត់ពេកប៉ុន្តែយ៉ាងណាក៏យើងធ្វើដំណើរទៅទាំងយប់ពេលដែលលោកស្រីអញ្ជើញមកភ្នំពេញហ្នឹងមានអង្គការសង្គមស៊ីវិលណាអាចមានជួយអន្តរាគមន៍ខ្លះទេមានអង្គការអានហុកស្នាក់នៅក៏កន្លែងអង្គការអានហុកដែរដោយសារពួកខ្ញុំក្រីក្រពេកមិនមានលទ្ធភាពជួលផ្ទះសំណាក់សម្រាប់អញ្ចឹងណាអានហុកហ្នឹងក៏យើងសំពះសុំពួកគាត់ទៅស្នាក់នៅក្រៅទៅខ្សែក្រៅឲ្យសម្រាប់ចូលនឹងខិនហ្នឹងទៅណាពលរដ្ឋមកហ្នឹង60ជាងគ្រួសារ
ដែលមកហ្នឹងណាចូលរួមដាក់ពាក្យបណ្ដឹងហ្នឹងប្រហែលគ្រួសារដែលចូលរួមដាក់ពាក្យបណ្ដឹងនោះ25គ្រួសារនិង51គ្រួសារទៀតប៉ុន្តែតំណាងគាត់មកទេហ្នឹងណាប្រសិនជាខាងអាជ្ញាធរខេត្តក៏ដូចជារដ្ឋាភិបាលគេមិនបានជួយរកដំណោះស្រាយឲ្យតើនេះពេលខាងមុខហ្នឹងក្នុងពេលបោះឆ្នោតខាងមុខហ្នឹងតើលោកស្រីគិតថានឹងចូលរួមទៅបោះឆ្នោតនឹងគេទេខ្ញុំទ្រាំទាំងប្រជាពលរដ្ឋខ្ញុំថាបើគ្មានដំណោះស្រាយជូនពួកយើងទេខ្ញុំមិនចូលរួមទេខ្ញុំបោះឆ្នោតដោយគ្មានតម្លៃហើយបោះឆ្នោតដោយថាគ្មានសិទ្ធិជ្រើសរើសហើយគ្មានសិទ្ធិនឹងរស់នៅជាប្រជាពលរដ្ឋណាដោយថាសិទ្ធិគេសង្កត់ទាំងស្រុងចឹងអត់ចូលរួមទេក៏ប្រកាសចំហក្នុងប្រាជ្ញាធរដែរខ្ញុំថាបើដោះស្រាយមិនយុត្តិធម៌ពួកយើងដាក់ដៃគ្នាមិនទៅបោះឆ្នោតដាច់ខាតនេះជារបស់ខ្ញុំអញ្ចឹងណាចុះប្រសិនជាដល់ថ្ងៃបោះឆ្នោតព្រោះតាមធម្មតាកន្លងមករាល់ពេលថ្ងៃទៅបោះឆ្នោតបើសិនជាប្រជាពលរដ្ឋមិនបានទៅចូលរួមបោះឆ្នោតមានអាជ្ញាធរភូមិឃុំគេបានចុះទៅគម្រាមឬក៏ទៅឲ្យទៅបោះឆ្នោតតើលោកស្រីគិតយ៉ាងណាដែរបើសិនជាមានបញ្ហានឹងកើតខ្ញុំបើសិនណាទៅដល់ថ្ងៃនោះបើគេមិនរកយុត្តិធម៌ជូនពួកខ្ញុំឲ្យបានសមស្របនឹងដែលខ្ញុំត្រូវការណាខ្ញុំនឹងសេប្តឹងរាល់បណ្ដាអង្គការសង្គមស៊ីវិលឲ្យបានដឹងកន្លងមកឲ្យបោះឆ្នោតឃុំតាមគម្រាមក្នុងមួយក្រុមមាន12នាក់មានប្រធានក្រុមមួយអញ្ចឹងគេត្រូវពេញទឹកចិត្តនៃក្រុមនោះមួយឲ្យសរំឲ្យលុយអញ្ចឹងណាចាហើយទៅបោះឆ្នោតនឹងយល់នឹងគេថាចាំរកទៀតអ្នកណាមិនមកគេយកម៉ូតូទៅដុតហើយគេថាអ្នកណាបោះខាងណាក៏គេដឹងដែរអញ្ចឹងជាបរិបទគាត់ឆោតល្ងងគាត់ស្មានថាគេចេះតែដឹងមកហើយគាត់អ្នកណាគាត់ល្ងងម៉ែចាគេថាមានគេបានសម្រៀបអញ្ចឹងបើសម្រាប់ពួកខ្ញុំដែលអ្នកធ្វើការមួយខ្ញុំនេះមិននិយាយចេះគេប៉ុន្តែដឹងអ្វីល្អអ្វីអាក្រក់ចាបើសិនជាមានបញ្ហានឹងកើតឡើងបងប្អូនប្រជាពលរដ្ឋយើងគិតយ៉ាងម៉េចដែរខ្ញុំមិនដឹងដែរត្រង់ហ្នឹងបើសិនណាគេធ្វើការទៅមកសម្រៀបដល់ផ្ទះឬមួយទៅយ៉ាងម៉េចក្នុងសហគមន៍ពួកខ្ញុំត្រូវប្រើសិទ្ធិរបស់ខ្ញុំជាម្ចាស់ផ្ទះណាជាសិទ្ធិរបស់ខ្ញុំអញ្ចឹងណាខ្ញុំពេញចិត្តខ្ញុំមិនទៅទេខ្ញុំនិយាយចឹងខ្ញុំពេញចិត្តខ្ញុំនឹងហើយមួយគណៈបក្សសង្គ្រោះជាតិក៏បានធ្វើបាតកម្មដើម្បីទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះឲ្យមានការផ្លាស់ប្ដូរនៅក្នុងគណៈកម្មការប៉ុន្តែការពេលដែលទៅបាតកម្មហ្នឹងមិនសូវជាមានប្រជាពលរដ្ឋទៅប្តឹងទៅធ្វើបាតកម្មទេប៉ុន្តែនៅក្រៅការធ្វើបាតកម្មហ្នឹងប្រជាពលរដ្ឋតែងតែមានបញ្ហាដោយសារតែការគៀបសង្កត់ពីអាជ្ញាធរចំមូលហេតុអីបានប្រជាពលរដ្ឋគាត់មិននាំគ្នាទៅចូលរួមធ្វើបាតកម្មទីចាហ្នឹងខ្ញុំសូមឆ្លើយសំណួរទី1ណាចាទី1ថាប្រជាពលរដ្ឋហេតុអីបានគាត់ដឹងអញ្ចឹងហើយនៅរួមបោះឆ្នោតកូនស្រីដឹងអត់ស្រុកខ្មែរណាសម្រាប់បាត់ប្រធទៀតណាចាបងរួមជីវភាពបន្ទុកម្ដាយខ្លះដែលបានរៀនសូត្រអញ្ចឹងណាបើចឹងអត់ដឹងអ្វីល្អអ្វីអាក្រក់អ្វីច្បាស់អ្វីលាត់ទេឲ្យតែគេឲ្យបិជែងមកចប់ត្រង់មួយទៅហើយគាត់យល់ថាមកគម្រាមវ៉ាន់ក្តាយអីគាត់អត់យល់ថាគាត់5ឆ្នាំម្ដងគាត់អត់គិតពីបញ្ហាហ្នឹងទេអញ្ចឹងនេះជំនាញទី1ទី2ទៀតថាដោះឲ្យគេអញ្ចឹងទៅគេសន្យាឲ្យនេះសន្យាឲ្យនោះឲ្យតែជាប់ណាអញ្ចឹងគេអត់ធ្វើហើយនេះគេមិនបានជាប់ឲ្យប៉ុណ្ណឹងដល់ពេលជាប់ឲ្យមនុស្សទៀតដល់ពេលសន្យាហ្នឹងគឺបានតែហើយមួយទៀតដែលថាទៅតបាតកម្មសូមមកឆ្លាស់ដូរអូនស្រីអើយអ្នកណាក៏ចង់ដែរតែគេថាទូទៅកំពុងនៅតាមណាចូលរួមបាតកម្មគេថាកាមេរ៉ាចាប់ឬមួយក៏មានប៉ូលីសមានអីគេដូចឆ្កែអញ្ចឹងរងចាំចំណាំមុខអញ្ចឹងខ្លាចគេលួចបើឃ្លៀតអញ្ចឹងសូម្បីតែរូបខ្ញុំនឹងរួមនៅជាវិជាពលរដ្ឋសិតតែមានវិជាពលរដ្ឋការពារគ្នាឯងទៀតនោះគេតាមសម្រាប់ខ្លាចគេតាមបាញ់នៃវិជាពលរដ្ឋការពារខ្ញុំដូចច្បាយខែច្បាយស្រុកមួយចាក់កូនឯងដឹងទេគេឲ្យតាមសម្រាប់ចឹងទៅដោយសារពួកបងទេបងចេះតែហ៊ានបើវិជាពលរដ្ឋផ្សេងទៀតគាត់មិនហ៊ានដាច់ខាតបងចាហ្នឹងហើយបានខ្ញុំថាឃើញទេសូមណាវិជាពលរដ្ឋគ្រូថាការពារខ្ញុំទេតែតែថាខ្ញុំបាក់ប្រឆាំងចែកចោលខ្ញុំមួយខ្ញុំអត់ខ្វល់អត់រវល់អ្នកណាចោលអីក៏ចោលរកខ្ញុំសំខាន់ឲ្យដឹងខ្ញុំភូមិព្រះប្រល័យស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលមកជាមួយអ្នកភូមិខេត្តព្រះវិហារដែលនោះមានប្រសាសន៍ថាអ្នកភូមិព្រះប្រល័យស្រុកត្រពាំងប្រាសាទរាប់សិបគ្រួសារបាត់បង់ដីធ្លីដោយសារតែក្រុមទាហានកងពលលេខ8រឹបអូសយកអ្នកភូមិម្នាក់ទៀតឈ្មោះឈយរុនថ្លែងថាបន្ទាប់ពីទាហានកងពលលេខ8រឹបអូសយកដីធ្លីស្រែនិងចំការរបស់គាត់អស់ជាង20ហិកតាពួកគាត់ជួបការលំបាកខ្លាំងព្រោះត្រូវចិញ្ចឹមកូនក្មេង
កំព្រាបន្ថែមទៀតទាំងអស់មាន4នាក់ដែលឪពុកពួកគេស្លាប់ពេលប្រយុទ្ធគ្នាជាមួយកងទ័ពសៀមនៅសមរភូមិប្រាសាទព្រះវិហារក្នុងកំឡុងឆ្នាំ2008នោះគាត់បន្តទៀតថាពេលនេះដីរបស់គាត់ត្រូវបានក្រុមទាហានរឹបអូសនិងឈូសផ្ទះរបស់គាត់ពេលនោះគាត់កំពុងជួបការលំបាកដោយសារតែគ្មានទីលំនៅដោយចងតង់នៅក្រោមដើមឈើនិងត្រូវចិញ្ចឹមក្មេងកំព្រាបន្ថែមទៀតតែម្យ៉ាងគ្រួសាររបស់គាត់ពិការមិនមានលទ្ធភាពអ្វីរកចិញ្ចឹមជីវិតដើម្បីគាត់គង់ក្រុមគ្រួសារគាត់ឡើយគាត់នឹងខ្ញុំដែរមានឪពុកស្លាប់កាលឆ្នាំ2008ចំនួនពីដល់ព្រះវិហារអញ្ចឹងឪពុកម្ដាយនឹងត្រូវគាត់ស្លាប់អស់ហើយនៅកូន4នាក់កងតបគ្នាឯងនឹងថាឯកឧត្តមគុំទីនឹងយកដីនឹងអភិវឌ្ឍឡើយយកតាមដីផ្ទះដីច្បែងកូននឹងយំដល់ក្រមអាឈើមករកខែគេជួយដំណោះស្រាយថាគេជួយរហូតមកទល់ថ្ងៃអត់មានជួយទេកូនកំព្រានឹងនៅជាមួយជនក្រីក្រមិនដាក់រូបចាំវាគួរឲ្យវិចារណាកូនកំព្រានឹងប្រហែលជាអាបងឲ្យជិះ10ឆ្នាំទៅក្រោយហ្នឹងទូចាពុកនឹងទៅហ៊ានបានគាត់ឆ្លាប់តាំងពីឆ្នាំ2008ដែលផ្សាយបាយផ្សាយព្រះរាជដំបងចាដល់ឲ្យឆ្លាប់ទៅដល់ឥឡូវហ្នឹងហើយថាមិនជាប្រាក់សង្គមមកកិច្ចហ្នឹងនេះត្រូវគេកាត់ចោលមិនទៀតអត់មានអ្នកចិញ្ចឹមទេដល់ឲ្យចេះរនមករកខ្ញុំឃើញខ្មែរវិធានាខ្ញុំយកជួយដល់ឲ្យតែនេះចំនួនទៅបានគេថាខ្ញុំឃើញដូចកូនចាកូនសាក់ចូលលក់មួយថ្ងៃបាន1គីឡូបាន1គីឡូខូចណាទៅគ្នាខ្ញុំហើយចាកូនទាំងអស់4នាក់ជាមួយកសិករម្នាក់គាត់កូនគាត់អញ្ចឹងក្មេងកំព្រាដល់ទៅ8នាក់កសិករនឹងគាត់ក្រមែនតែនគេយកដីធ្លីអស់ហើយកូនគាត់3នាក់ហើយប្តីពិការទៀតឥឡូវឡើង11នាក់តែគាត់ទៅចិញ្ចឹមមិនទុកកូននឹងអញ្ចឹងធ្វើមិនបានរៀនសូត្រអញ្ចឹងប្រទេសខ្មែរទៅចាំមិនថាអូនស្រីអើយបងសែនឈឺចាំណាស់ឃើញខ្មែរនៅថ្ងៃនេះដែរប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងថាបានវាយប្រហារខ្លួនតាមប្រព័ន្ធអ៊ីនធឺណិតតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងជើងបានរាយការណ៍ថាប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើការវាយប្រហារប្រឆាំងនឹងម៉ាស៊ីនបម្រើអ៊ីនធឺណិតរបស់ខ្លួនបង្កឲ្យមានបណ្ដាញរបស់កូរ៉េខាងជើងជាផ្លូវការដើម្បីក្លាយជាអ្នកអាចចូលដំណើរការបានតំបន់បណ្ដាញដែលបានរួមបញ្ចូលទាំងនោះគឺរដ្ឋកូរ៉េកណ្ដាលទីភ្នាក់ងារព័ត៌មាន KCNA និងក្រុមហ៊ុនអាកាសចរ Air និងកូរីយ៉ូបើយោងទៅតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីអ៊ីតាតាបានឲ្យដឹងថាវាគឺជាការវាយប្រហារដែលមានអានុភាពអាចឲ្យម៉ាស៊ីនបម្រើអ៊ីនធឺណិតវាមានការថយចុះបានក្នុងនោះកូរ៉េខាងជើងបានចេញរបាយការណ៍ដោយចោទសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងថាជាទង្វើនិងគួរឲ្យស្អប់ខ្ពើមការវាយលុកតាមប្រព័ន្ធអ៊ីនធឺណិតគឺកំពុងវាយប្រហារតាមរយៈមេរោគដែលត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃនៅលើម៉ាស៊ីនបម្រើអ៊ីនធឺណិតប្រទេសកូរ៉េខាងជើងដែលគេស្គាល់ផងដែរថាជាប្រជាធិបតេយ្យរបស់ប្រជាជននៃសាធារណរដ្ឋកូរ៉េបានគំរាមកំហែងដោយសង្គ្រាមនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកបន្ទាប់ពីការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិមកលើកូរ៉េខាងជើងបន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួនចុងក្រោយគេបំផុតកន្លងមកកូរ៉េខាងត្បូងក៏ធ្លាប់បានចោទប្រកាន់កូរ៉េខាងជើងអំពីការវាយប្រហារមួយនៅលើអ៊ីនធឺណិតរដ្ឋាភិបាលម៉ាស៊ីនបម្រើធនាគាររបស់ខ្លួននៅក្នុងឆ្នាំ2011ប្រទេសកូរ៉េខាងជើងត្រូវបានធ្វើឡើងផងដែរដែលទទួលខុសត្រូវសម្រាប់ការគាំងនៅលើ website របស់ភ្នាក់ងាររដ្ឋាភិបាលនិងអាជីវកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងសប្តាហ៍ចុងក្រោយនេះទីភ្នាក់ងារស៊ើបការអាមេរិកថាការវាយប្រហារបានតាមអ៊ីនធឺណិតគឺជាការលើសលប់ជាងអំពើភេរវកម្មនិងជាការគំរាមកំហែងសន្តិសុខមុខកម្ពុជាប្រឈមមុខនឹងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅកាសែតរបស់គណៈបកកាន់អំណាចកម្មករបានឲ្យដឹងថាបើសហរដ្ឋអាមេរិកចង់បង្កសង្គ្រាមនុយក្លេអ៊ែរកូរ៉េខាងជើងនឹងបង្កវាយប្រហារដោយអាវុធនុយក្លេអ៊ែរដើម្បីបំផ្លាញគ្រឹះដ៏រឹងមាំនោះគឺប្រទេសជប៉ុនដែលមិនអាចលើកលែងនឹងត្រូវបានវាយប្រហារមុនគេហើយក៏ជាកំហុសដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជប៉ុនផងដែរក្នុងអត្ថបទកាសែតនោះបាននិយាយថាសហរដ្ឋអាមេរិកកំពុងស្វែងរកការឈ្លានពានរបស់កូរ៉េខាងជើងដែលជាប្រជាធិបតេយ្យរបស់ប្រជាជននៃសាធារណរដ្ឋកូរ៉េគឺជាឈ្មោះផ្លូវការរបស់កុម្មុយនីសកូរ៉េខាងជើងប្រទេសកូរ៉េខាងត្បូងត្រូវបានគេស្គាល់ជាផ្លូវការថាជាសាធារណរដ្ឋកូរ៉េប្រទេសកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអង្គារថាគឺជារដ្ឋអាវុធនុយក្លេអ៊ែរ
ពីថ្ងៃទី1ខែឧសភាម្សិលមិញនេះប្រមុខការទូតចិនលោកវ៉ាងយីបានធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដោយផ្សារភ្ជាប់នឹងជម្លោះដែនសមុទ្រចិនខាងត្បូងដែលមានប្រទេសសៀមសិង្ហបុរីឥណ្ឌូនេស៊ីនិងប្រ៊ុយណេក្នុងជំនួបការចរចារវាងប្រមុខការទូតចិនជាមួយនឹងនាយករដ្ឋមន្ត្រីសៀមដោយលើកឡើងថាចិនចង់ដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការចរចាហើយសង្ឃឹមថាសៀមនឹងដើរតួយ៉ាងសំខាន់ក្នុងការទំនាក់ទំនងចិននិងអាស៊ានប្រពន្ធមួយពីក្រសួងការបរទេសសៀមនៅថ្ងៃនេះបានឲ្យដឹងថាក្នុងជំនួបជាមួយសមាភាគីប្រមុខការទូតចិនបានអះអាងថាចិនមិនប្រឆាំងជាមួយក្រុមប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងទេជាងមួយទសវត្សរ៍មកនេះប្រមុខការទូតចិនបានជ្រើសយកអាស៊ីជាប្រទេសទស្សនកិច្ចដំបូងនិងបានឆ្លុះបញ្ចាំងថាទីក្រុងប៉េកាំងនឹងបន្ថយភាពតានតឹងជាមួយនឹងប្រទេសអាស៊ានប្រទេសអាស៊ានអាចឲ្យប្រទេសចិនបំបាក់មហាអំណាចពិភពលោកអាមេរិកកាំងបានដែរឬទេវាជាការពិតប្រទេសចិនបានសម្លឹងមើលឃើញប្រទេសដែលជាដៃគូសំខាន់បំផុតនិងអាចឲ្យសហរដ្ឋអាមេរិកធ្លាក់ឥទ្ធិពលនៅតំបន់អាស៊ីគឺប្រទេសសៀមគេនៅចាំបានថាក្នុងកំឡុងការគ្រប់គ្រងរបស់លោកថាស៊ីនស៊ីមនវត្រាអតីតនាយករដ្ឋមន្ត្រីប្រទេសសៀមរូបនេះបានផ្ដោតការទំនាក់ទំនងយ៉ាងខ្លាំងទៅលើប្រទេសចិនក៏ប៉ុន្តែក្រោយរដ្ឋប្រហារទម្លាក់លោកថាស៊ីនបានធ្វើឲ្យប្រទេសចិនបដូរទិសដៅទៅកាន់ប្រទេសខ្មែរប៉ុន្តែខ្លួនមិនបានបោះបង់ការគ្រប់គ្រងក្នុងប្រទេសសៀមឡើយដែលហេតុថាការទំនាក់ទំនងដ៏ស្អិតរមួតជាមួយអតីតនាយករដ្ឋមន្ត្រីនៃប្រទេសសៀមគឺលោកថាស៊ីននៅតែបន្តបើទោះជាពេលនោះប្រទេសចិនបានព្យាយាមចងសម្ព័ន្ធមិត្តជាមួយនឹងខ្មែរយ៉ាងណាក៏ដោយក៏ការផ្ដោតយកចិត្តទុកដាក់អភិវឌ្ឍក្នុងតំបន់ខាងលិចនៃប្រទេសខ្មែរជារឿងសំខាន់ដូចជាការធ្វើស្ពានផ្លូវនៅតាមបន្ទាត់ព្រំដែនខ្មែរសៀមជាដើមកត្តាទាំងនេះហើយបានជារបបរាជានិយមរបស់ប្រទេសសៀមតែងផ្ដោតអារម្មណ៍ទៅលើរដ្ឋាភិបាលសៀមបច្ចុប្បន្ននិងតែងតែប្រកាសគម្រាមនាយករដ្ឋមន្ត្រីរូបនេះជារឿយៗនិយាយរួមចិននិងសហរដ្ឋអាមេរិកកំពុងជាដៃគូយុទ្ធសាស្ត្រផងនិងជាដៃគូប្រជែងយុទ្ធសាស្ត្រផងជាក់ស្ដែងប្រទេសទាំងពីរកំពុងដណ្ដើមគ្នាធ្វើធំនៅក្នុងអង្គការសហប្រតិបត្តិការដណ្ដើមឥទ្ធិពលគ្នានៅអាស៊ីកណ្ដាលនិងឧបទ្វីបកូរ៉េ
សូមលាម្ដាយក្នុងថ្ងៃនេះហើយសូមនឹងក្រំតាតទៅបានសូមខ្មែរទូប្រាទុកតាទុកដីតាមពីត្រង់មានជួបមានមកយាយមកតែចិត្តណាឡើយអូនយូរយូរកំពុងពេញវ័យជូនដំណឹងរបស់ចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីខ្ញុំបាទឈ្មោះហេងវិរៈរស់នៅរដ្ឋបូរីញូវយ៉កសហរដ្ឋអាមេរិកថ្ងៃនេះខ្ញុំមានមោទនភាពណាស់សូមអានជូននៅអត្ថបទមួយដែលជាប្រយោជន៍ដល់អស់លោកស្រីប្រិយមិត្តជាទីគោរពស្នេហាទាំងអស់ជួយធ្វើការពិចារណានិងមេត្តាជួយជ្រោមជ្រែងក្នុងរឿងនេះផងដើម្បីជាប្រយោជន៍ដល់ខ្មែរយើងសូមអរព្រគុណនិងសូមអរគុណក្នុងរឿងទាំងឡាយដែលខ្ញុំមានបំណងចង់លើកយកមកធ្វើអត្ថាធិប្បាយថ្ងៃនេះគឺជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើពិភពលោកគ្រប់គ្នាឲ្យបានជ្រាបថាយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅលើសកលលោកដូចជាប្រទេសសហរដ្ឋអាមេរិកប្រទេសបារាំងប្រទេសអូស្ត្រាលីប្រទេសកាណាដានិងប្រទេសដទៃទៀតបានរួបរวมគំនិតគ្នាសារឡើងវិញបង្កើតជាចលនាថ្មីមួយដែលមានឈ្មោះថាចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីភាសាអង់គ្លេសមានន័យថាខ្មែរមហានគរ Movement for Liberal Democracy ជាភាសាជាអក្សរកាត់KMNM ចលនានេះបង្កើតឡើងដើម្បីប្រមូលពលរដ្ឋខ្មែរទាំងអស់ដែលជាអ្នកស្រឡាញ់យុត្តិធម៌ជាពិសេសជាអ្នករងគ្រោះរយៈកន្លងមកដោយសារការជិះជាន់សង្កត់សង្កិនត្រូវគេប្លន់យកដីធ្លីឈូសផ្ទះសម្បែងចោលដោយអយុត្តិធម៌ចាប់ដាក់គុកគំរាមកំហែងបាញ់សម្លាប់ដោយឃោឃៅនៅគ្រប់ទីកន្លែងដូចជាតំបន់បង្កក់បូរីកៃឡាសម្បុកចាបអំពិល5ដើមភ្នំស្រួចក្នុងខេត្តកំពង់ស្ពឺជាយក្រែងខេត្តសៀមរាបនិងតំបន់ដទៃទៀតជាច្រើនក្នុងរឿងនេះសុទ្ធតែជាករណីរំលោភសិទ្ធិមនុស្សទាំងអស់ដែលតុលាការអក្រិតកម្មអន្តរជាតិយកចិត្តទុកដាក់ជាទីបំផុតយើងខ្ញុំទាំងអស់គ្នាជាតំណាងចលនានេះសូមអំពាវនាវដល់អស់លោកស្រីប្រិយមិត្តជិតឆ្ងាយដែលជាឈាមខ្មែរអ្នកស្នេហាយុត្តិធម៌លើសកលលោកមេត្តាចាប់អារម្មណ៍និងយកចិត្តទុកដាក់ជាទីបំផុត
ហើយសូមមេត្តាជួយជ្រោមជ្រែងទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងសទ្ធាដើម្បីធ្វើការនេះឲ្យបានសម្រេចគោលដៅយើងជាស្ថាពរម្យ៉ាងវិញទៀតយើងខ្ញុំសូមបញ្ជាក់ថាសកម្មភាពនៃចលនារបស់យើងនេះមិនប្រឆាំងនឹងអ្នកនយោបាយណាវិទ្យុឯករាជ្យណានៅក្រៅប្រទេសឬនៅក្នុងប្រទេសដែលជាអ្នកស្នេហាជាតិស្នេហាទឹកដីជាពិសេសដែលជាអ្នកប្រជាធិបតេយ្យធ្វើការដើម្បីបម្រើជាតិការពារជាតិនិងមានគំនិតកសាងជាតិឡើងកសាងជាតិឡើយចលនាខ្មែរមហានគរប្រជាធិបតេយ្យនេះប្រឆាំងតែជនក្បត់ជាតិជនផ្ដាច់ការណាដែលធ្វើបាបជិះជាន់រំលោភសិទ្ធិរបស់ពលរដ្ឋខ្មែរហើយចលនានេះមានបំណងប្រមូលឯកសារជាក់ស្ដែងផុសតាងពិតប្រាកដយកទៅដាក់ជូនតុលាការនៅប្រទេសហូឡង់គឺ ICC ដើម្បីក្នុងគោលបំណងឲ្យតុលាការមួយនេះក៏ហៅអក្រិតជនហ៊ុនសែនឬអក្រិតជនណាដែលអក្រិតជនណាផ្សេងទៀតដែលមានជាប់ពាក់ព័ន្ធក្នុងរឿងដោយបានជម្រាបមកខាងលើនេះក្នុងរឿងនេះផងដែរខ្ញុំបាទសូមជម្រាបក៏ដូចជាមានបំណងចង់ប្រកាសជូនដំណឹងដល់អស់លោកស្រីប្រិយមិត្តជិតឆ្ងាយដើម្បីឲ្យបានជ្រាបកាន់តែច្បាស់ថាចលនាខ្មែរមហានគរនេះគឺជាចលនាអហិង្សាយើងយកច្បាប់អន្តរជាតិគឺ International Criminal Court យកមកអនុវត្តតែប៉ុណ្ណោះតាមការយល់ដឹងរបស់ក្រុមមេធាវីអន្តរជាតិដែលជាអ្នកការពារក្តីនិងជាក្រុមប្រឹក្សារបស់ចលនានេះផងដែរដើម្បីរកយុត្តិធម៌តាមផ្លូវច្បាប់ជូនជនរងគ្រោះក្នុងរបបដឹកនាំផ្ដាច់ការរបស់ហ៊ុនសែនចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះសពថ្ងៃបានចាប់កំណើតឡើងហើយព្រមទាំងមានវិទ្យុផ្សាយសម្លេងនៃចលនានេះផងដែរបងប្អូនខ្មែរទាំងអស់តែរស់នៅលើពិភពលោកនឹងបានជ្រាបកាន់តែច្បាស់ថាតើសកម្មភាពរបស់ចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះធ្វើដើម្បីអ្វីនិងសម្រាប់អ្នកណាជាពិសេសគោលការណ៍សំខាន់មានអ្វីខ្លះដោយខ្ញុំបានជម្រាបត្រួសមកខាងលើស្រាប់ហេតុដូច្នេះយើងខ្ញុំទាំងអស់គ្នាសូមលំអរកាយគោរពនិងអំពាវនាវដល់អស់លោកស្រីប្រិយមិត្តជិតឆ្ងាយដែលជាកុលបុត្រកុលធីតាខ្មែរមេត្តាចាប់អារម្មណ៍និងតាមដានហើយសូមលះបង់កម្លាំងចិត្តកាយនិងសទ្ធាជួយស្រោចស្រង់ជាតិយើងឲ្យទាន់ពេលវេលាចលនាខ្មែរមហានគរប្រជាធិបតេយ្យសេរីនេះគឺជាចលនានយោបាយអហិង្សារបស់ពលរដ្ឋខ្មែរទូទៅទាំងពិភពលោកស្វែងរកយុត្តិធម៌និងការពិតជូនប្រជាពលរដ្ឋខ្មែរទាំងមូលដែលជាអ្នករងគ្រោះសពថ្ងៃចលនានេះបង្កើតឡើងដោយមិនប្រកាន់ក្រុមឬបកពួកណាទេគឺដើម្បីទាមទារសិទ្ធិសេរីភាពដែលមនុស្សជាតិគ្រប់រូបចង់បាននិងចង់ឃើញច្រើនជាងនេះទៅទៀតគឺចង់បំបត្តិអំពើអក្រិតកម្មនិងចាប់អក្រិតជនដែលជាឃាតករមកផ្ដន្ទាទោសតាមច្បាប់អន្តរជាតិលើពិភពលោកតែប៉ុណ្ណោះបើប្រសិនអស់លោកស្រីប្រិយមិត្តទាំងអស់បានយល់ថារឿងនេះគឺជារឿងយើងនិងជារឿងពិតរបស់ខ្មែរសូមមេត្តាជួយគាំទ្រ
និងផ្ដល់នូវទឹកចិត្តកម្លាំងសទ្ធាគ្រប់គ្នាកុំបីខានឡើយហើយយើងខ្ញុំសូមអរព្រគុណជាអតិបរមាដោយបងប្អូនមានសន្តានចិត្តល្អរួបរวมសាមគ្គីគ្នាស្វែងរកយុត្តិធម៌ជូនអ្នករងគ្រោះនៅក្នុងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃនេះនៅទីបញ្ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅលើពិភពលោកនិងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ទទួលបាននូវសេចក្តីសុខចម្រើនគ្រប់គ្នាតាមការប៉ងប្រាថ្នារបស់អស់លោកចុះសូមជម្រាបលាជួបគ្នាថ្ងៃក្រោយទៀតធ្វើនៅថ្ងៃទី25ខែមេសាឆ្នាំ2013ចាបងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីជាទីមេត្រីក្នុងរយៈពេល10នាទីជាមួយលោកហេងវីរៈលោកអ្នកនាងនឹងបានស្ដាប់ការអធិប្បាយពីឯកសារប្រវត្តិសាស្ត្រខ្មែរនាសម័យឧត្តមក្នុងចន្លោះឆ្នាំ1620ដល់ឆ្នាំ1863ដែលមានសម្លេងដើមទាំងស្រុងដូចតទៅសូមជម្រាបសួរខ្ញុំបាទហេងវីរៈថ្ងៃនេះខ្ញុំសូមអានជូនប្រវត្តិសាស្ត្រខ្មែរនៅសម័យឧត្តមឆ្នាំ1620ដល់1863ភាគទី2គឺជាភាគបន្តក្រៅពីការកាប់សម្លាប់គ្នាដណ្ដើមរាជសម្បត្តិនេះមានក្សត្រអង្គខ្លះក៏បានខំដោះស្រាយវិបត្តិទាំងនោះដោយសន្តិវិធីដែរគឺសុំយាងក្សត្រជាគូសត្រូវដែលគេចទៅបរទេសនោះឲ្យចូលមកក្នុងប្រទេសវិញក្សត្រដែលចូលមកនោះច្រើនតែត្រូវបានគេថ្វាយរាជសម្បត្តិទៀតផងប៉ុន្តែចៃដន្យអាក្រក់ចេះតែបណ្ដាលឲ្យក្សត្រដែលចូលមកនោះបន្តអំពើលាមកដដែលនោះតទៅទៀតព្រះជ័យចេថាអង្គសូរក្នុងរជ្ជកាលទី2 1696 ដល់1700ក្រោយដែលក្សត្រខ្មែរមួយអង្គទៀតជាគូសត្រូវទៅពឹងយួននោះចូលទីពង្គត់ទៅព្រះអង្គក៏សម្រេចសំយាងព្រះរាជបុត្រក្សត្រអង្គនោះនាមអង្គអឹមឲ្យចូលមកស្រុកខ្មែរវិញមិនតែប៉ុណ្ណោះព្រះជ័យចេថាអង្គសូរបានទាំងផ្សំផ្គុំព្រះអង្គអឹមនេះជាមួយរាជបុត្រីព្រះអង្គទៅទៀតផងនៅឆ្នាំ1700ព្រះជ័យចេថាក៏ថ្វាយរាជសម្បត្តិទៅព្រះអង្គអឹមដែលទទួលគោរមងារជាព្រះកែវប៉ុន្តែបានបន្តិចក៏ផ្ទុះគំនិតសម្លាប់គ្នាដណ្ដើមរាជសម្បត្តិឡើងវិញព្រះនរាយរាជាទី2អង្គតន1758ដល់1775ក្រោយដែលបានច្បាំងនឹងព្រះអង្គនន់អស់កាលដ៏យូរមកក៏សម្រេចបញ្ឈប់សង្គ្រាមហើយសុំយាងព្រះអង្គនន់នេះឲ្យចូលមកទទួលរាជសម្បត្តិវិញព្រះអង្គនន់នៅពេលឡើងគ្រងរាជ្យពុំសូវមានទស្សពិតរាជធម៌ទេបណ្ដាលឲ្យកើតចលាចលហើយត្រូវបានមន្ត្រីមួយក្រុមធ្វើគាត់សម័យនោះមហាក្សត្រទាំងអស់សឹងមានគំនិតតែមួយគឺខ្លាចបាត់បង់រាជបល្ល័ង្កម្ល៉េះហើយរាជសម្បត្តិក៏ត្រូវទេពីឪពុកទៅកូនពីកូនទៅឪពុកវិញគឺពុំមាន
សំអាងលើសមត្ថភាពឬលើអ្វីឡើយជួនកាលក្សត្រខ្លះសោយរាជ្យ4 ដងក្សត្រខ្លះ3 ដងក្សត្រខ្លះ2 ដងប្រជ័យចេថាអង្គសូររជ្ជកាលទី1ឆ្នាំ1675ដល់1695រជ្ជកាលទី2 1696ដល់1700រជ្ជកាលទី3 1701ដល់1702រជ្ជកាលទី4 1704ដល់1706ព្រះស្រីធម្មរាជារជ្ជកាលទី1 1702ដល់1705រាជបុត្រអង្គសូររជ្ជកាលទី2 1706ដល់1714ព្រះជន្ម13វស្សារជ្ជកាលទី3 1738ដល់1747ព្រះកែវហ្វាអង្គអឹមរជ្ជកាលទី1 1700ដល់1701រជ្ជកាលទី2ឆ្នាំ1714ដល់1722រជ្ជកាលទី3 1729បាន7 ខែព្រះសត្ថាអង្គជីរជ្ជកាលទី1 1722ដល់1729រជ្ជកាលទី2 1729ដល់1737ភាគទី4សៀមនៅតែជ្រៀតជ្រែកខ្មែរបានទឹមប្រចាជ្រាបថាក្រោយដែលយកក្រុងល្វែកបានហើយឆ្នាំ1594ទឹកដីប៉ែកខាងលើរបស់ខ្មែរមួយភាគធំក៏ត្រូវធ្លាក់ទៅក្នុងអំណាចគ្រប់គ្រងរបស់សៀមបន្ទាប់មកដោយសៀមមានកង្វល់និងរក្សាប្រទេសខ្លួនទល់នឹងការសងសឹករបស់ភូមាក៏ពុំសូវបានចូលមកធ្វើចម្បាំងជាមួយខ្មែរញឹកញាប់ទេឯទឹកដីសោតទៀតក៏សៀមត្រួតត្រាត្រឹមតែខេត្តដែលបានយកពីមុននោះតែប៉ុណ្ណោះក្នុងចំនួនកាលទី1នៃសម័យឧដុង្គនេះសៀមចូលស្រុកខ្មែរនៅលើកដំបូងច្រើនតែជាការគំរាមកំហែងដើម្បីបង្ហាញអំណាចរបស់ខ្លួនឲ្យខ្មែរចុះញ័រនាំសួយសារអាករឡើងទៅប្រទេសសៀមប៉ុន្តែចំពោះចម្បាំងបែបនេះច្រើនតែខ្មែរវាយឲ្យថយទៅវិញដោយជោគជ័យដូចជានៅឆ្នាំ1621និង1622ក្នុងរជ្ជកាលជ័យជេដ្ឋាទី2និងនៅឆ្នាំ1630ក្នុងរជ្ជកាលរបស់ស្រីធម្មរាជាពញាតូនៅលើកក្រោយៗមកសង្គ្រាមខ្មែរសៀមច្រើនតែសង្គ្រាមជួយក្សត្រខ្មែរឲ្យបានចូលមកសោយរាជ្យវិញតែប៉ុណ្ណោះសង្គ្រាមបែបនេះបណ្ដាលមកពីវិបត្តិក្នុងរាជវង្សានុវង្សក្សត្រខ្មែរនោះឯងក្នុងករណីសៀមពុំសូវរវល់នឹងក្សត្រខ្មែរដែលទៅពឹងគេនោះទេគឺថាបើក្សត្រអង្គណាព្រមទុកស្រុកខ្មែរជាចំណុះសៀមក្សត្រនោះទទួលរាជសម្បត្តិចុះឧទាហរណ៍ព្រះស្រីធម្មរាជារាជបុត្ររបស់ជ័យជេដ្ឋាអង្គសូរ1706ដល់1714ព្រះមហាក្សត្រនៃរតនាមានរៀនរាជបុត្រណានៅចុងឆ្នាំ1713ត្រូវព្រះកែវហ្វាអង្គអឹមជាព្រះរាមថ្លៃចូលលុបប៉ុន្តែព្រះអង្គដឹងតន់ក៏កិច្ចព្រះអង្គទៅគង់នៅស្រុកសៀមព្រះកែវហ្វាអង្គអឹមក៏ឡើងកាន់កាប់អំណាចពីឆ្នាំ1714ដល់ឆ្នាំ1722នៅឆ្នាំ1718សៀមបានបញ្ជូនទ័ពឲ្យចូលមកច្បាំងនឹងព្រះអង្គអឹមព្រះអង្គអឹមទទួលបរាជ័យប៉ុន្តែសៀមពុំបានថ្វាយរាជសម្បត្តិទៅព្រះស្រីធម្មរាជាដែលបានទៅពឹងសៀមឲ្យជួយនោះឡើយសៀមទុករាជសម្បត្តិនោះថ្វាយព្រះអង្គអឹមដដែលព្រោះព្រះអង្គអឹមព្រមទាំងសួយសារអាករទៅចំណុះប្រទេសសៀមស្ដេចសៀមក៏ចាប់ព្រះស្រីធម្មរាជានិងរាជវង្សានុវង្ស
ទៅទុកនៅក្នុងអយុធយាវិញសៀមវាយខ្មែរជាបន្តមកទៀតនោះសម្រាប់បម្រើគោលគំនិតដដែលគឺជួយតែមហាក្សត្រខ្មែរណាដែលព្រមចំណុះខ្លួនភាគ5យួនតន្ត្រៀនយកទឹកដីខ្មែរយើងបានឃើញមកហើយពុបហេតុដែលបណ្ដាលឲ្យខ្មែររកពឹងយួនគឺដើម្បីយកកម្លាំងយួនមកទប់ទល់និងការវាយលុករបស់សៀមនិងដើម្បីដោះស្រាយវិបត្តិដណ្ដើមរាជសម្បត្តិដែលចេះតែកើតមានឡើងបន្តឥតឈប់ឈរទាំងនេះហើយដែលជាកត្តាជំវិញឲ្យយួនទន្ទ្រានយកទឹកដីខ្មែរបានដោយងាយគេអាចចែកការទន្ទ្រានយកទឹកដីនេះជាពីរសន្តាននៅពេលដំបូងគឺនៅពេលដែលចំណងមេត្រីភាពទៅតែនឹងមានរវាងប្រទេសទាំងពីរយួនប្រើល្បិចស្ងប់ស្ងៀមបែបសមហេតុសមផលខ្លះតែក្នុងគំនិតកេងបន្លំដែរក្នុងពេលបន្ទាប់មកស្របជាមួយនឹងវិបត្តិដណ្ដើមរាជសម្បត្តិក្នុងរាជវង្សានុវង្សខ្មែរនោះយួនប្រើមធ្យោបាយក្តៅដើម្បីទន្ទ្រានយកទឹកដីរបស់ខ្មែរក៏យួនទន្ទ្រានទឹកដីខ្មែរដោយល្បិចបោកបញ្ឆោតក្នុងរជ្ជកាលរបស់ព្រះជ័យជេដ្ឋាទី2ដែលមានអគ្គមហេសីជាក្សត្រីជាតិយួននោះយួនបានសុំអនុញ្ញាតពីមហាក្សត្រខ្មែរឲ្យជនជាតិគេមករស់នៅប្រកបរបររកស៊ីនៅក្នុងខេត្តព្រៃនគរនិងកោះក្របីឆ្នាំ1623ព្រះជ័យជេដ្ឋាទី2ក៏យល់ព្រមតាមសេចក្តីសុំក្នុងរជ្ជកាលមហាក្សត្រដែលសោយរាជបន្តមកពុំមានក្សត្រអង្គណានឹកនាទាទឹកដីនោះមកវិញឡើយមានតែក្សត្រមួយអង្គទេគឺព្រះចៅពញាច័ន្ទដែលបានសុំទាយកខេត្តនេះមកវិញក្រោយពេលដែលជ័យជេដ្ឋាទី2ចូលទីបង្គត់ទៅប៉ុន្តែក្សត្រីអង្គចៅពេលនោះក្នុងឋានៈជាទាវធីតាបានឆ្លើយនឹងព្រះពញាច័ន្ទវិញថាទុកខេត្តនោះឲ្យយួនរស់នៅសិនចុះគ្រាន់បានពួកអ្នកទាំងនោះនាំសួយសារអាករមកថ្វាយព្រះនាងអង្គចៅជារៀងរាល់ឆ្នាំទម្រាំដល់ព្រះនាងចូលទីបង្គត់សឹមយកខេត្តខ្មែរទាំងពីរនោះមកវិញតាមសត្រាវត្តទឹកវិលខ្សែ27សន្លឹក15ដល់16គេនិយាយថាយួនបានមកសម្ដីព្រៃនគរកំពង់ក្របីនេះតែក្នុងរវាង5ឆ្នាំទេដើម្បីនឹងហាត់ទាហានបំរុងច្បាំងជាមួយចិនលុះគម្រប់5ឆ្នាំនិងបង្វិលមកឲ្យខ្មែរវិញនេះជាមធ្យោបាយស្ងប់ស្ងៀមដែលយួនបានប្រើដើម្បីទន្ទ្រានយកខេត្តព្រៃនគរនិងកោះក្របីខយួនទន្ទ្រានទឹកដីខ្មែរដោយសង្គ្រាមក្នុងពេលដែលខ្មែរកើតវិបត្តិក្នុងរាជវង្សានុវង្សយួនចេះតែឆ្លៀតយកខេត្តនេះមួយខេត្តនោះមួយបញ្ចូលទៅក្នុងអំណាចរបស់ខ្លួនយួនបញ្ចូលជនជាតិគេឲ្យចូលមករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងទង្វើបែបនេះគឺដើម្បីយកប្រទេសខ្មែរជាចំណុះហើយនឹងប៉ងរំលាយជនជាតិខ្មែរឲ្យអស់ពីមាតុប្រទេសតែម្ដងប៉ុន្តែនៅក្នុងវគ្គទី1នៃសម័យឧដុង្គនេះគោលគំនិតរំលាយជនជាតិខ្មែរពុំទាន់សម្រេចទេគឺគ្រាន់តែជាវគ្គទន្ទ្រានយកទឹកដីខ្មែរសិនប៉ុណ្ណោះពីព្រោះពេលនោះយួនក៏មានវិបត្តិដែរនៅពេលដែលព្រះរាមាធិបតីអង្គច័ន្ទធ្វើគុតព្រះឧត្ត័យរាជានិងព្រះបទុមរាជាអង្គនន់ឆ្នាំ1638ដើម្បីរាជសម្បត្តិព្រះមហាក្សត្រខ្មែរ2អង្គនាមអង្គសូនិងអង្គតន់បានយាងទៅស្រុកយួនដើម្បីសុំជំនួយតបពីយួនមកធ្វើគុតពញាច័ន្ទវិញនៅឆ្នាំ1654មេតបយួនឈ្មោះអង្គបៀងធូនិងក្សត្រខ្មែរទាំង2អង្គក៏លើកតបចូលមកច្បាំងនឹងចៅពញាច័ន្ទហើយចាប់បានក្សត្រអង្គនេះបញ្ជូនទៅប្រទេសយួនលុះជាប់ចម្បាំងភ្លាមអង្គបៀងធូយល់ឃើញថាបើចាប់ក្សត្រទាំងពីរអង្គសូនិងអង្គតន់ដែលសុំឲ្យយួនជួយបានទៀតប្រទេសខ្មែរឥតមានក្សត្រសោយរាជទៀតទេហើយមកតែធ្លាក់ក្នុងអំណាចរបស់យួនមិនខានគិតដូចនេះហើយអង្គបៀងធូក៏រកឧបាយគល់ចាប់ក្សត្រទាំងពីរអង្គនោះដោយនិយាយថាយប់នេះតបយួនសុំចូលទៅក្នុងរាជវាំងឧដុង្គដើម្បីនឹងប្រមូលយកសម្បត្តិរបស់ព្រះពញាច័ន្ទទៅថ្វាយព្រះអង្គទៅស្រុកយួនតែឧបាយគល់យួនត្រូវខ
ខ្មែរយល់ហើយក្សត្រទាំងពីរក៏បញ្ជាឲ្យរៀបចំបន្ទាយឧត្តមដោយមកមួននៅវេលាយប់នោះខ្មែរក៏វាយតបយួនឲ្យថយពីឧត្តមអង្គបៀងធូក៏ត្រឡប់ទៅយួនវិញទៅមេតបនេះនិយាយទូលស្ដេចយួនថាក្សត្រខ្មែរទាំងពីរអង្គនេះរមិលគុណយួនខំជួយច្បាំងហើយទីបំផុតខ្មែរវាយួនវិញស្ដេចយួនជ្រាបដូចនោះក៏លែងព្រះពញាច័ន្ទឲ្យត្រឡប់មកស្រុកខ្មែរវិញក្នុងពេលបន្តមកយួននៅតែចូលមកជួយច្បាំងខ្មែរទៀតក្នុងចម្បាំងទាំងនោះសូម្បីតែក្នុងករណីដែលយួនចាញ់ខ្មែរក៏ដោយក៏មហាក្សត្រខ្មែរឧត្តមពុំមានលទ្ធភាពនឹងទៅរៀបចំត្រួតពិនិត្យអាណាខេត្តខាងក្រោមឲ្យបានដិតដល់ដែរពីព្រោះផ្នែកខាងក្រោមប្រទេសនោះស្ថិតនៅក្រោមអាណាចក្រក្សត្រខ្មែរមួយអង្គទៀតដែលរត់ទៅពឹងយួនម្ល៉េះហើយអាណាចក្រខេត្តទាំងប៉ុន្មាននៅផ្នែកខាងក្រោមក៏ចេះតែរបេះម្ដងមួយចូលទៅក្នុងអំណាចរបស់យួនក្រៅពីចម្បាំងដែលក្សត្រខ្មែររត់ទៅពឹងឲ្យយួនចូលមកជួយនេះយួននៅតែបានលើកទ័ពដោយចិត្តឯងមកគំរាមកំហែងខ្មែរនិងទន្ទ្រានយកខេត្តខ្មែរផងដែរនៅឆ្នាំ1730ពួកលាវដែលរស់នៅក្នុងតំបន់ស្វាយទៀបខេត្តស្វាយរៀងបាននាំគ្នាបះបោប្រឆាំងនឹងអំណាចគ្រប់គ្រងខ្មែរយួនឃើញដូចនោះនៅឆ្នាំ1731ក៏លើកទ័ពមកយកខេត្តបារានិងដងណាយខ្មែរបានវាយួនថយត្រឡប់ទៅវិញនៅឆ្នាំ1732យួនបានចូលមកទៀតដើម្បីសងសឹកនឹងខ្មែរហើយប៉ងយកខេត្តមាត់ជ្រូកទៅទៀតនៅពេលនោះទ័ពខ្មែរក៏ខំប្រឹងវាយរុញច្រានយួនឲ្យបរាជ័យត្រឡប់ទៅវិញដែរយួនបានធ្វើចម្បាំងទន្ទ្រានយកទឹកដីខ្មែរជាបន្តមកឥតមានឈប់ឈរឡើយនៅក្នុងដំណាក់កាលទី1នៃសម័យឧត្តមនេះទៀតយើងសង្កេតឃើញថាវិបត្តិដណ្ដើមរាជសម្បត្តិក្នុងរាជវង្សានុវង្សខ្មែរនៅតែមានដរាបមកទៀតវិបត្តិផ្ទៃក្នុងនេះជាកត្តាដែលជំរុញឲ្យប្រទេសជិតខាងមានបំណងលេបយកប្រទេសខ្មែរឲ្យអស់តែម្ដងសៀមមើលមកឃើញថាប្រទេសខ្មែរត្រូវស្ថិតនៅក្នុងអំណាចសៀមឯយួនវិញក៏ចេះតែឆ្លៀតឱកាសដណ្ដើមយកទឹកដីខ្មែរបន្តិចម្ដងឥតស្រាកស្រានដែរបំណងនៃជនជាតិទាំងពីរនេះចេះតែបានសម្រេចបន្តិចម្ដងជាលំដាប់ដែលយើងនឹងឃើញនៅក្នុងដំណាក់កាលទី2នៃសម័យឧត្តមនេះតំណាងអំណាចសៀមយួនលើកប្រទេសខ្មែរឆ្នាំ1775ដល់ឆ្នាំ1860ក្នុងដំណាក់កាលទី1នៃសម័យឧត្តមយើងបានឃើញចំណុចខ្សោយរបស់ខ្មែរហើយនឹងគោលគំនិតឈ្លានពានរបស់សៀមនិងយួនមកដល់ដំណាក់កាលទី2គឺក្នុងឱកាសនៃតំណាងអំណាចសៀមយួនលើប្រទេសខ្មែរនេះព្រឹត្តិការណ៍ដែលកើតមានឡើងទាំងប៉ុន្មានក្នុងដំណាក់កាលមុននៅតែមានដដែលហើយចេះតែមានជាបន្តទៅទៀតនយោបាយឈ្លានពានរបស់បរទេសទាំងពីរនេះក៏ត្រូវបានទទួលលទ្ធផលជាក់ច្បាស់នៅក្នុងពេលនោះដែរវិបត្តិផ្ទៃក្នុងប្រទេសខ្មែរក៏នៅតែមានដដែលគ្រាន់តែផ្លាស់ប្ដូរលក្ខណៈខ្លះប៉ុណ្ណោះនៅក្នុងរជ្ជកាលរបស់ក្សត្រីអង្គមី1835ដល់ឆ្នាំ1840យួនបានចាត់មេតបម្នាក់ឈ្មោះអង្គទ្រឹងគុណឲ្យមកត្រួតត្រានៅភ្នំពេញមេតបអង្គទ្រឹងគុណនេះបានសង្កេតឃើញថាបើយួនចាប់បានអង្គអឹមនិងអង្គឌួងដែលនៅក្នុងអយុធ្យាបានទៀតនោះស្រុកខ្មែរនឹងធ្លាក់មកនៅក្រោមការត្រួតត្រារបស់យួនតែម្ដងក្សត្រទាំងពីរអង្គនេះជាបងប្អូនបង្កើតតែមិនស្មោះនឹងគ្នាទេម្នាក់ចង់បានរាជសម្បត្តិតែដោយខ្លួនម្ល៉េះហើយអង្គអឹមក៏ចូលមកនៅបាត់ដំបងឯអង្គឌួងនៅត្រឹមមង្គលបុរីយួនឃើញថាបានឱកាសហើយក៏ធ្វើសម្បត្តិសុំយាងអង្គអឹមឲ្យចូលមកសោយរាជនៅឧត្តរបានទទួលដំណឹងនេះអង្គអឹមក៏ធ្វើសម្បត្តិមួយទៅប្រទេសសៀមថ្លែងប្រាប់សៀមថាអង្គឌួងប្រុងចូលនឹងយួនហើយត្រូវចាប់យកទៅអយុធ្យាវិញជាប្រញាប់សៀមដែលនឹកបារម្ភដែរនោះក៏សុំយាងអង្គឌួងឲ្យទៅគង់នៅឯស្រុកសៀមវិញទៅអង្គអឹមឃើញឱកាសល្អហើយក៏ចូលខ្លួនមកឧត្តមភ្លាមមេតបយួន2នាក់ក៏ចាប់អង្គអឹមបញ្ជូនទៅឲ្យអង្គទ្រឹងគុណនៅឯភ្នំពេញអង្គទ្រឹងគុណក៏នាំព្រះអង្គអឹមទៅទុកនៅឯក្រុងវេវិញតែម្ដងខ្ញុំសូមឆ្លេះតែភាគទី2តែប៉ុណ្ណេះសិនខ្ញុំនឹង
បន្តជូននៅថ្ងៃក្រោយទៀតភាគទី3សូមអរគុណសូមជម្រាបលាជាកម្លាំងចង្កឹះមួយបាច់គេកាច់មិនបាក់បើយើងតែម្នាក់គេបំបាក់បានខ្មែរយើងគង់វង្សបានសុខសម្រានព្រោះខ្មែរគ្រប់ប្រានសាមគ្គីខ្លាខ្លាំងនីតិឯកសារប្រវត្តិសាស្ត្រខ្មែរនាសម័យឧត្តមដែលបងប្អូនជនរួមជាតិកំពុងតាមដានស្ដាប់នៅពេលនេះចាប់តែប៉ុណ្ណេះថ្ងៃស្អែកវិទ្យុយើងនឹងលើកយកមកចាក់ផ្សាយជូនស្ដាប់ជាបន្តទៀតសូមអរគុណនាងស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរបស់វិទ្យុសំឡេងខ្មែរមហានគរប្រជាធិបតេយ្យសេរីសូមលំអរកាយគោរពលាបងប្អូនជនរួមជាតិខ្មែរតែត្រឹមនេះសិនសូមសេរីសុស្ដីជាមង្គលកើតមានដល់បងប្អូនជនរួមជាតិនិងមិត្តអ្នកស្ដាប់កុំបីឃ្លាតសូមពលរដ្ឋខ្មែរ
មានចំហររឹងប៉ឹងហើយឈ្នះអស់មាសត្រូវគ្រប់ទិសទីសូមឲ្យយួនហាណូយដែលជាចៅឈ្លានពានវិនិច្ឆ័យផុតពីទឹកដីខ្មែរដោយសារស្នាដៃកូនខ្មែរនាទីយើងនឹងមកជួបបងប្អូនជនរួមជាតិខ្មែរនិងអស់លោកអ្នកនាងនៅថ្ងៃស្អែកជាបន្តទៀតសូមអរគុណ